រឿងនេះខ្ញុំចូលដល់រឿងលោកសោយសុភាពរឿងលោកសោយសុភាពគឺគាត់មាននិន្នាការនយោបាយផ្សេងពីបងប្អូននាំគ្នាប្រឆាំងគាត់ប្រឆាំងទៅអត់អីទេប៉ុន្តែឥឡូវហ្នឹងលោកសោយសុភាពដល់តែពេលគេប្រឆាំងគាត់ខ្លាំងពេកនៅទឹកដីអាមេរិកថ្ងៃនេះគឺគាត់ប្រកាសដាក់ពាក្យប្តឹងក្រុមបកប្រឆាំងសកម្មជនបកប្រឆាំងនៅលើទឹកដីអាមេរិក3នាក់ខ្ញុំថាលោកសោយសុភាពក៏កំពុងតែបង្កាត់ភ្លើងថែមទៀតដែរតាមពិតការខន្តីឬក៏អត់ធ្មត់មួយចំនួនកន្លែងខ្លះក៏វាយើងដឹងថាវាអត់ដែលមានផ្សែងអត់ភ្លើងទេក្រុមប្រឆាំងគេទៅស្រោចរួមលោកសោយសុភាពនៅ North Carolina ទៅរករឿងដល់លោកថាច់សីហាដែលប្រធានអង្គការខ្មែរមួយនៅ North Carolina ដែលអនុញ្ញាតឲ្យរាប់អានលោកសោយសុភាពឲ្យផ្ទះឲ្យអាហារអីទទួលទានដើម្បីស្វាគមន៍នៅ North Carolina ហ្នឹងគឺត្រូវទាំងអស់ប្រដាសាទាំងអស់សំបីតែសម្ព័ន្ធក្រុមគ្រួសារតំណែងអីក៏ដាក់ប្រដាសាទាំងអស់ឥឡូវនេះដល់តែពេលអញ្ចឹងទៅគឺលោកសោយសុភាពគាត់ថាគាត់បានដាក់ប្តឹងទៅស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គល3រូបគាត់មិននិយាយថាបណ្ដឹងនឹងគាត់ដាក់រឿងអីបុគ្គល3រូបនឹងជាអ្នកណាប៉ុន្តែរឿងថ្មីនេះបុគ្គល3រូបដែលទៅជួបគាត់ផ្ទាល់ហើយឡើងមកធ្វើ live show មានអ្នកណាមានតែសកម្មជនបកប្រឆាំងនៅ North Carolina នៅតំបន់Kingsboro នៅកន្លែងដែលហូបកាហ្វេជុំគ្នាហ្នឹងគឺមានលោកផនផាណាលោកឈុនសទ្ធីនិងលោកគង់រាយាហើយលោកប្តឹងផ្ដាល់ទៅទូតខ្មែរនៅហ្នឹងគឺយកភ្លើងទៅចាក់ទៅលើសាំងដដែលហ្នឹងប្រហែលជាលោកប្តឹងពីរឿងក្រុមពួកគាត់3នាក់ហ្នឹងទៅធ្វើទុកបុកម្នេញលោកសោយសុភាពឬក៏យ៉ាងម៉េចខ្ញុំថាបណ្ដឹងនេះមែនតើទៅវាអាចជាការការពារខ្លួនលោកសោយសុភាពកុំឲ្យថាមកដល់ជាន់ដីអាមេរិកនេះត្រូវបានក្រុមសកម្មជនគណៈបកប្រឆាំងឡោមព័ទ្ធសន្ធាប់ទៅលើគាត់ហើយក៏អត់មាត់អត់កអីសោះអញ្ចឹងថាគាត់នឹងស្លូតដូចជាមិនហ៊ានខ្លាំងដូចនៅស្រុកខ្មែរឬក៏យ៉ាងម៉េចខ្ញុំមិនដឹងដែរប៉ុន្តែចំពោះខ្ញុំលោកសោយសុភាពមិននិយាយអីសោះក៏មិនអស់អាគុយអីដែរព្រោះអីលោកបានបកស្រាយឲ្យថាមកលេងទេហើយក្រុមគណៈបកប្រឆាំងគេនិយាយអីនិយាយទៅកុំធ្វើត្រូវឲ្យដូចគេនិយាយក្រុមគណៈបកប្រឆាំងពួកគាត់អាចចឹងបានថាលោកសោយសុភាពអាចប្រកាន់ខ្លួនថាគាត់អត់មានខុសអីអត់មានបញ្ហាប៉ុន្តែរឿងដូចខ្ញុំនិយាយចឹងវាអត់ដែលមានផ្សែងអត់ភ្លើងទេលោកសោយសុភាពរិះគន់មេដឹកនាំលោកសំរងស៊ីដែលមេដឹកនាំរបស់ក្រុមគេនឹងវាយប្រហាមមួយថ្ងៃ10ដងហ្នឹងនៅស្រុកខ្មែរហ្នឹងរាប់ឆ្នាំអីហ្នឹងដែលនៅស្រុកខ្មែរគេមានអាចធ្វើអីលោកសោយសុភាពបានដល់តែពេលមកជន់ទឹកដីអាមេរិកចឹងទៅខាងក្រុមប្រឆាំងជាឱកាសគេនៅក្នុងការសងសឹករបស់គេដែរព្រោះអីគេអត់អាចធ្វើអីលោកសោយសុភាពនៅស្រុកខ្មែរបានយ៉ាងហោចណាស់ក៏គេមិនទៅបានទៅវាយដំលោកសោយសុភាពណាគេទៅជួបនៅក្នុងនាមជាភារៈអីចឹងដែរហ្នឹងហើយពេលដែលលោកសោយសុភាពប្រាប់ថាកុំឲ្យថតវីដេអូកុំឲ្យអីគាត់សុំនិយាយតាមមកលេឃើញក្រុមគាត់ក៏មិនថតវីដេអូផ្សាយផ្ទាល់អីហើយក៏មិនសួរសំណួរអីក៏គាត់មកធ្វើ live show អីក៏គាត់បញ្យល់រឿងហ្នឹងដែររឿងហ្នឹងគួរតែចប់ត្រឹមហ្នឹងប៉ុន្តែអ្វីដែលខ្ញុំគិតថាវាលើសបន្តិចហ្នឹងគឺមានសកម្មជនក្រៅពីលោកផនផាណាលោកសិទ្ធិហើយនិងលោកគង់រាយាគឺមានសកម្មជនគណៈបកប្រឆាំងមួយរូបទៀតដែលជេរបចោបតិចបដាសាអាភាសតកតនឹងលោកថាច់សីហាអីនេះខ្ញុំគិតថារៀងលើសបន្តិចយើងខឹងយើងស្អប់អីគាត់ពួកគាត់ទៅស្អប់ប៉ុន្តែក៏សុំឲ្យខាងលោកថាច់សីហាហើយនឹងលោកសោយសុភាពក៏ត្រូវតែយល់ដែរថាវាអត់មានផ្សែងអត់ភ្លើងទេព្រោះអីលោកសោយសុភាពមានគេអាស្រូវច្រើនណាស់នៅប្រទេសកម្ពុជាខ្ញុំគេអាស្រូវនេះសំដៅទៅលើគំនិតដែលលំអៀងទៅគណៈបកកណ្ដាលអំណាចនឹងរដ្ឋាភិបាលកម្ពុជាផ្កាប់មុខពេកទៅដែលរិះគន់វាយប្រហារក្រុមប្រឆាំងគ្រប់ពេលព្រោះអីលោកសោយសុភាពមែនតើគាត់មានឱកាសតើជាអ្នកសារព័ត៌មានគាត់អាចនៅកណ្ដាលខ្លះទៅអាសាច់ជូនខ្លាបាននៅស្រុកបានជាការពិតដែរប៉ុន្តែជាអ្នកសារព័ត៌មានអាជីពលោកក៏មានសិទ្ធិស្របច្បាប់មួយនៅក្នុងការមើលផ្លូវសច្ចយុត្តិធម៌មួយបានដែរប៉ុន្តែលោកសោយសុភាពជាញយដងគឺវាយប្រហារសហរដ្ឋអាមេរិកនឹងកប់មាត់ជេរគេរហូតដល់តាជំនួយដែលអាមេរិកជួយទៅតាមរយៈ USAID នឹងជាជំនួយឈួតភ្លីភ្លើឈួតលីលាអីណាលាក់នឹងលាក់ទៀតផងដូច្នេះពេលខ្លះគាត់ចង់ផ្គាប់ចិត្តគណៈបកកណ្ដាលអំណាចនឹងរដ្ឋាភិបាលខ្លាំងពេកដែលធ្វើឲ្យគេហៅថាមហាលុតផ្លោះមហាអស្ចារ្យគេឲ្យធ្វើតែមួយយើងធ្វើ10អាហ្នឹង3ជំហានទៅមុខអ្វីដែលអង្គការចាត់តាំងឲ្យនិយាយថាចង់ផ្គាប់ចិត្តគេឲ្យពេញចិត្តយើងយកយើងប្រើទៅទៀតដូច្នេះវាលើសដែរហើយរឿងដូចវាប្រហារបន្តិចនិយាយពីរឿងតិចគេចាប់បញ្ជូនជនអន្តោប្រវេសន៍ខ្មែរទៅស្រុកខ្មែរទៅនៅអាមេរិកទៅស្រុកខ្មែរវិញចឹងវាដូចសារហ្នឹងតាមពិតគាត់ចង់មានបំណងល្អនិយាយអំពីថាអ្នកដែលខ្វះឯកសារអីគេបញ្ជូនមិនមែនតែខ្មែរទេនៅស្រុកយៈណាក៏គេបញ្ជូនទៅវិញដែរក្រោមរបបលោកត្រាំប៉ុន្តែគេអត់បញ្ជូនក្រុម
សកម្មជនដែលគណៈបកប្រឆាំងដែលសុំសិទ្ធិជ្រកកោនយោបាយនៅស្រុកអាមេរិកទៅឲ្យខ្មែរវាយធ្វើបាបវិញទេព្រោះអីពួកគាត់រត់ពីខ្មែរមកដោយកិច្ចពីរបបលោកហ៊ុនសែននឹងឯងហើយអីបានជាអាមេរិកទៅបញ្ជូនគាត់ទៅវិញក្នុងតម្លៃណាក៏អាមេរិកអត់បញ្ជូនពួកគាត់ទៅវិញដែរអញ្ចឹងបើសិនជាមានសារណាមួយនិយាយទៅវាប៉ះពាល់ផ្លូវចិត្តក្រុមប្រឆាំងគេរិះគន់ថាចង់មកគំរាមកំហែងគេដល់ដីអាមេរិកដូច្នេះលោកសយសុភាពក៏លោកគួរតែដឹងរឿងហ្នឹងដែរប្រធានបទលោកធ្វើស្អីស្ពៃក្តោបបន្លែអង្គអីមកកណោហ្នឹងមើលទៅដូចជាបានជោគជ័យហើយមកលេងមកអីចឹងគេដូចអត់មានបញ្ហាតទៅពេលដែលគាត់និយាយពីរឿងតើប្រវេសចង់ចាប់ចង់អីអ្នកណាបញ្ជូនទៅស្រុកខ្មែរអញ្ចឹងមនុស្សនៅប្រទេសស្រុកក្រៅនេះគេរករឿងដែរថាមកនោះដូចជាមកគម្រាមកំហែងឆ្លងដែនអីទៀតហើយឥឡូវដល់ពេលលោកដាក់ពាក្យប្តឹងគេថាមកគម្រាមកំហែងឆ្លងដែនធ្វើឲ្យលោកផនផាណាលោកថាប្រយ័ត្នពុំមានលោកសយសុភាពប្រយ័ត្នលែងជន់ដីអាមេរិកបានទៀតផងប្រយ័ត្នតែប្តឹងទៅ FBI ប្តឹងអីទៅពីការមកដូចថាគម្រាមកំហែងឆ្លងដែនអីអញ្ចឹងទៅតាមពិតម្នាក់សើមានហេតុផលរៀងខ្លួនទេលោកសយសុភាពក៏មានហេតុផលប្តឹងក្រុមពីគាត់ពីរឿងយីធ្វើទុកបុកម្នេញអីតាមឃ្លាំមើលតាមអីនៅសហរដ្ឋអាមេរិកប៉ុន្តែទៅប្តឹងនៅស្ថានទូតខ្មែរនឹងបានប្រយោជន៍អីព្រោះស្ថានទូតខ្មែរគឺជាការដែនអធិបតេយ្យរបស់កម្ពុជាហើយលោកមកក្នុងនាមជាទេសចរហ្នឹងមាននរណាទៅវាយដំអីគ្រាន់តែថាបញ្ចេញមតិអីអញ្ចឹងទៅប្តឹងផ្ដាល់ហ្នឹងប្តឹងរឿងអីខ្ញុំមិនដឹងគាត់ប្តឹងរឿងអីដែរចាំមើលគាត់ទៅខ្មែរវិញគាត់នឹងបកស្រាយឲ្យពួកលោកសុភាពទៅខ្មែរវិញនៅថ្ងៃទី15ខែធ្នូនឹងឯងហើយចាំមើលតើពេលគាត់បានទៅដល់ក្បាលមីក្រូនៅអានោះវិញគឺគាត់ចាប់ផ្ដើមសុទ្ធគណៈបកប្រឆាំងនឹងហើយទៅទៀតភ្លើងនឹងគោលទៀតហើយរឿងព្រំដែនមកកណោក៏ដឹកលែងនិយាយមកឆ្លោះគ្នាជាលក្ខណៈបុគ្គលចេះទៀតខ្ញុំសនំពខ្ញុំមិនចង់ថាលោកសយសុភាពក៏មានសិទ្ធិធ្វើអីស្រេចចិត្តគាត់ទេប៉ុន្តែសូមឲ្យថយម្នាក់បន្តិចទៅទាំងលោកសយសុភាពទាំងខំក្រុមប្រឆាំងនឹងប៉ុណ្្នឹងបានហើយប្រមូលសតិសម្បញ្ញៈយើងមកគិតរឿងព្រំដែនវិញបងប្អូនតាហ៊ានយើង18នាក់កំពុងនៅក្នុងដៃខ្មាំងដៃសត្រូវរបស់យើងកុំឲ្យបែកការសំទោសបែកស្ថានភាពបែកកម្មដ្ឋានហើយលុះក្រោមឥទ្ធិពលនៃការពង្រៀងស្ថានភាពខ្ញុំមិនថាអស់លោកពង្រៀងស្ថានភាពប៉ុន្តែធ្វើនេះគឺធ្វើឲ្យយើងរវល់រើសដុំថ្មចោលឆ្កែហើយដូច្នេះយើងត្រូវតែផ្ចង់អារម្មណ៍មកខាងនេះវិញបងប្អូនកុំលុះក្រោមក្នុងឥទ្ធិពលនេះឥឡូវវាចប់ហើយលោកសយសុភាពដាក់ប្តឹងអីទៅប្តឹងឲ្យមិនចាំបាច់ទៅលោកមកផ្សាយអីតាមបណ្ដាញសង្គមអីឲ្យគេដឹងថាលោកប្តឹងអីទៀតផងអាហ្នឹងគឺជាសារដែលធ្វើឲ្យឆេវអ្នកនៅនេះគឺលឺសូប្តឹងហ្នឹងយូរមកអាមេរិកហ៊ានប្តឹងពួកគាត់ផងអីហ្នឹងគម្រាមកំហែងឆ្លងដែនចង់យកអាសារហ្នឹងទៅដាក់ប្តឹងប៉ូលីសអាមេរិកថ្ងៃក្រោយលោកសយសុភាពមកអាមេរិកទៀតហ្នឹងចាំមើលមានអា background គេប្តឹងគេអីបានចំណេញអីឥឡូវហ្នឹងលោកមកបានយ៉ាងស្រួលអាមេរិកគេឲ្យមកអត់មានខាត់មានអីផងដល់ពេលមានល្អកកអញ្ចឹងទៅវាបានផលអីហើយដល់ពេលឲ្យទៅខឹងគ្នាបានយកអាវេទិកាដើម7គាត់ហ្នឹងវាយប្រហារក្រុមប្រឆាំងហើតែឆ្លោះគ្នាកាន់តែឈុលទៀតទៅវាអត់មានចំណេញអីសោះបាទខ្ញុំគិតថារឿងនេះគឺជារឿងខាតប្រយោជន៍មែនតែប៉ុន្តែម្ដងទៀតបងប្អូនមិនមែនមានផ្សែងអត់ភ្លើងទេលោកសយសុភាពក៏ត្រូវពិនិត្យមើលគាត់ប្រហែលជាយល់ហើយឃើញឯងមកអញ្ចឹងហើយលោកចង់នាំអង្គនាំអីមកស្រុកអាមេរិកនេះណាបើសិនជាលោកធ្វើបែបនេះប្តឹងក្រុមប្រឆាំងនេះទៀតអង្គហ្នឹងតែនាំមកតាមរយៈលោកសយសុភាពឬក៏អ្នកណាជាគណៈបកប្រជាជនកម្ពុជាខ្ញុំថាខ្មែរយើងដើរបរវាជាអាកន្លែងលក់អង្គហ្នឹងទៀតហើយអត់បានផលអីដល់ខ្មែរទៀតហើយជឿខ្ញុំ100%ខ្ញុំស្គាល់បងប្អូនខ្មែរនៅអាមេរិកនេះច្បាស់ដូចបាត់ដៃអញ្ចឹងតែឲ្យតែមានប្រឡាក់ប្រឡូសជាមួយគណៈបកប្រជាជនដើរកិច្ចហាងនឹងកិច្ច store ហ្នឹងហើយស្រឡាញ់ណាស់ខ្មែរចង់គ្រប់គ្រងផលិតផលខ្មែរណាតែបើមានអ្នកណាម្នាក់ដែលពួកគាត់ស្អប់ពួកគាត់គុំហើយលំអៀងនយោបាយទៅខាងគណៈបកកណ្ដាលអំណាចខ្លាំងពេកគឺដើរជីហើយអាហ្នឹងហើយដែលធ្វើឲ្យអ្នករកស៊ីគាត់ពិបាកមែនតើបើគាត់មិនគ្រប់គ្រងគណៈបកប្រជាជនអត់អាចរស់នៅស្រុកបានត្រូវតែរណបត្រូវតែអែបអត់ថតរូបជាមួយមន្ត្រីគណៈបកប្រជាជនដល់តែពេលមកដល់ស្រុកអាមេរិកមានរូបថតហ្នឹងគេដឹងថាអ្នកនឹងគ្រប់គ្រងគណៈបកប្រជាជនផលិតផលគាត់យកមកលក់អត់បានដល់អញ្ចឹងអ្វីដែលយកមកលក់អត់បានទីសមភាពហ្នឹងគឺពាក់ព័ន្ធគ្នាដោយសឡកពឹសអញ្ចឹងបងប្អូនអ្នកណាគេគឺជាលោកយឹមលាក់មានឈ្មោះនៅក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលជាតិអាមេរិកនៅពេលដែលគេដាក់ទណ្ឌកម្មលោកឬក្រុមហ៊ុនអ្នកអង្គការ Gen Z គឺមានឈ្មោះលោកយឹមលាក់មានឈ្មោះអីនៅក្នុងនឹងដែរដាក់ទណ្ឌកម្មដូចគ្នាក្រុមហ៊ុនមួយចំនួនរបស់គាត់យឹមលាក់តាមពិតឈ្មោះយឹមលាក់គឺជាប្អូនពៅគេនៅក្នុងត្រកូលលោកយឹមឆៃលីបាទបងប្អូនប្រហែលជាស្គាល់ហើយលោកយឹមឆៃលីគឺជាប្រធាននិយាយទៅគឺជាមន្ត្រីជាន់ខ្ពស់ហើយជាដន្លងរបស់លោកហ៊ុនសែនព្រោះដោយសារតែលោកយឹមឆៃលីលោកមានកូនស្រីមួយដែលបន្ទាប់ពៅគេយឹមលាក់នេះអញ្ចឹងបងរបស់យឹមលាក់ហ្នឹងគឺស្រីចុងក្រោយគេហ្នឹងគឺឈ្មោះយឹមឆៃលីនហើយអ្នកស្រីយឹមឆៃលីនហ្នឹងគឺជាភរិយារបស់លោកហ៊ុនម៉ាណីលោកហ៊ុនម៉ាណីគឺជាកូនប្រុសរបស់លោកហ៊ុនសែនដូច្នេះលោកយឹមឆៃលីគឺជាដន្លងដងស្នែងជាមួយនឹងលោកហ៊ុនសែនហើយលោកយឹមលាក់នេះបើគិតទៅគឺជាប្អូនថ្លៃរបស់លោកហ៊ុនម៉ាណីអានេះខ្ញុំនិយាយអំពីអាពាហ៍ពិពាហ៍កាលពីពេលកន្លងទៅទេប៉ុន្តែថ្មីនេះលោកហ៊ុនម៉ាណី
ដែលជារដ្ឋមន្ត្រីដូចជាក្រសួងសាធារណការអញ្ចឹងហ្នឹងគាត់បានណែក្រសួងសាធារណការឬមុខងារសាធារណសុខអធិស្ឋានបងប្អូនព្រោះការងារច្រើនពេកខ្ញុំតាមតំណែងមន្ត្រីយើងមិនអស់ទេព្រោះក្រសួងរដ្ឋយើងនឹងវាច្រើនពេក20 30 40គណៈកម្មការអីចម្រុះទៀតហ្នឹងគឺថាគ្រាន់តែចាំហ្នឹងក៏ចាំមិនអស់ដែរប៉ុន្តែយ៉ាងណាបងប្អូនមិនសំខាន់រឿងគាត់កាន់ក្រសួងណាតែគាត់ជារដ្ឋមន្ត្រីរបស់ក្រសួងមួយអាចជាសាធារណការឬក៏មុខងារសាធារណៈខ្ញុំនឹងបញ្ជាក់បន្ថែមហើយអធិស្ឋានបើមានការឆ្លោះឆ្លួយគ្រាន់តែចាំមិនអស់តែគាត់ជារដ្ឋមន្ត្រីមួយហើយកាន់សម្ព័ន្ធយុវជននៅកម្ពុជានឹងផងលោកហ៊ុនម៉ាណីថ្មីនេះគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាថ្មីហើយចឹងបានន័យថាបានដាច់សង្វាស់ជាមួយនឹងអ្នកស្រីយឹមឆៃលីននេះទៅហើយតែយ៉ាងណាក៏គាត់មានចំណងកូនចៅអីអញ្ចឹងនៅប្រពែប្រពូនដូចសឡកពឹសដដែលទៀតទេអញ្ចឹងលោកយឹមលាក់នេះគឺជាកូនប្រុសពៅរបស់លោកយឹមឆៃលីហើយមានក្រុមហ៊ុនច្រើនណាស់ដែលលោកយឹមលាក់គ្រប់គ្រងគឺក្រុមហ៊ុនធំគឺគាត់ជាប្រធានរបស់ក្រុមហ៊ុនមួយសប្តាហ៍ថ្ងៃនេះឈ្មោះថា U Property Management បាទក្រុមហ៊ុន property ក្រុមហ៊ុនទ្រព្យអចលនទ្រព្យអីហ្នឹងហើយនឹងជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយឈ្មោះថា BIC Group ដែលមានក្រុមបត់សម្ព័ន្ធជាច្រើន BIC Group នេះក៏ធ្លាប់មានរឿងរ៉ាវអាស្រូវច្រើនពេញផ្ទៃប្រទេសដែរតាក់ទងនឹងរឿងផ្សេងទៀតខ្ញុំមិនរៀបរាប់អស់ទេបងប្អូនគាត់តែចង់ឲ្យស្គាល់ថាតើលោកយឹមលាក់ជាអ្នកណាហើយម្ដងទៀតលោកយឹមលាក់គឺជាកូនប្រុសពៅរបស់លោកយឹមឆៃលីដែលជាប់ខ្សាច់សាលោហិតពេលរៀបការនៅក្នុងខ្សែចំណងអាពាហ៍ពិពាហ៍ជាមួយនឹងលោកហ៊ុនសែននេះគឺលោកមានឈ្មោះនៅក្នុងបញ្ជីខ្មៅច្រើនណាស់របស់សហរដ្ឋអាមេរិកផងរបស់អ្វីដែលមន្ត្រីតំណាងរាស្ត្រអាមេរិកនៅរដ្ឋ Texas នៅដែលធ្វើច្បាប់មួយដើម្បីទប់ស្កាត់អកតកម្មឆ្លងដែនឬក៏ការឆបោកអនឡាញហ្នឹងក៏មានឈ្មោះលោកយឹមលាក់នៅក្នុងនោះដែរហើយទ្រព្យសម្បត្តិទាំងអស់ដែលគេរឹបអូសពីក្រុមពួកគាត់ហ្នឹងគឺដូចខ្ញុំបានជម្រាបចឹងពីលោក Ben Smith ហ្នឹងគឺមាន82 លានដុល្លារហើយលោកយឹមលាក់មែនតើមានភរិយាជាជនជាតិថៃបាទអញ្ចឹងបានជារបររកស៊ីគាត់នៅថៃហ្នឹងមានច្រើនដែរព្រោះអីលោកស្រីយឹមវិទ្យានីដែលជាជនជាតិថៃភរិយារបស់លោកយឹមលាក់ហ្នឹងគឺជាអ្នកជំនួញជនជាតិថៃមានក្រុមហ៊ុនក្នុងដៃច្រើនណាស់នៅប្រទេសថៃហ្នឹងបាទតែយើងមិនទៅនិយាយថាគេមានក្រុមហ៊ុនសុទ្ធតែប្រព្រឹត្តខុសឆ្គងឬក៏ពុករលួយឬក៏ឆបោកអីទេយើងមិនអាចទៅចោទប្រកាន់គេអញ្ចឹងបានទេគ្រាន់តែថាអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ថៃហ្នឹងរកឃើញលោកយឹមលាក់ពាក់ព័ន្ធតែមិនបានចោទប្រកាន់ភរិយារបស់លោកយឹមលាក់ពីរឿងការពាក់ព័ន្ធនឹងរបស់អីទេគ្រាន់តែថារឹបអូសទ្រព្យសម្បត្តិនេះគឺមានឈ្មោះលោកយឹមលាក់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Ben Smith លោក Ben Smith តែប៉ុណ្ណឹងគឺតាំងថៃនោះបាទក្រុមហ៊ុនបណ្ដាញតាំងថៃនោះអញ្ចឹងសរុបសម្រាប់លោកយឹមលាក់ហ្នឹងនឹងក្រុមហ៊ុនរបស់គាត់ដែលពាក់ព័ន្ធនៅថៃហ្នឹងគឺគេរឹបអូសជាងជិត 10,000 លានបាតទៀតគឺ291 លានដុល្លារអញ្ចឹងប្រាក់ដែលរឹបអូសពីក្រុមហ៊ុនពាក់ព័ន្ធនឹងលោកយឹមលាក់នេះច្រើនជាងរឹបអូសពីលោក Ben Smith ទៅព្រោះលោក Ben Smith មានប្រមាណជាសរុបប្រហែលជា280 លានអីអញ្ចឹងដូច្នេះរឿងនេះគឺឲ្យចុងក្រោយគឺមានបណ្ដាញមួយទៀតឈ្មោះថា Ulela Max ជាបណ្ដាញ Ulela Max ហ្នឹងគឺមានរឹបអូសទ្រព្យសម្បត្តិអីប្រហែលជា31មុខដែរសំទោសឡើងទៅលើបន្តិចគឺតកតងនឹងទ្រព្យសម្បត្តិដែលគេរឹបអូសពីលោកយឹមលាក់នេះគឺមានដីមានខុនដូទំនើបអាគារខុនដូមានប្រាក់ដាក់តម្កល់នៅធនាគារសរុបទៅប្រហែលជា66មុខហើយជាតិគិតជាទឹកប្រាក់មានប្រហែលជិត 10,000 លានបាតនេះហើយដល់ពេលចូលដល់ Ulela Max Network នេះគឺជាក្រុមហ៊ុនមួយដែលគេថាមានពាក់ព័ន្ធនឹងអក្រិតជននៅប្រទេសកម្ពុជាដែររឹបអូសមានទ្រព្យសម្បត្តិជាសាច់ប្រាក់ផងជាគណនីធនាគារផង31មុខសរុបជាទឹកប្រាក់1 លានដុល្លារកន្លះបាទចឹងសរុបទៅគឺនេះគឺជាចំណាត់ការរបស់ថៃតាក់ទងនឹងមន្ត្រីនៅឯប្រទេសកម្ពុជានឹងអុកញ៉ានឹងដូច្នេះថៃគឺគេចាត់ការច្រើនណាស់ហើយនៅតែកម្ពុជានៅឡើយទេដែលអត់ទាន់ឃើញចាត់ការអីនៅសោះប្រហែលជាយើងមិនអាចនឹងរកឃើញអំពីបញ្ហានេះទេនៅស្រុកយើងនោះរកឃើញនៅថៃទៅវិញហើយនៅពេលដែលថៃគេរកឃើញនេះវាធ្វើឲ្យមុខមាត់របស់កម្ពុជាយើងហ្នឹងគឺវាចាប់ផ្ដើមស្រពាប់ខ្លាំងមែនតើដោយសារអីបរទេសគឺប្រទេសនៅជុំវិញយើងគេរកឃើញបញ្ហាគ្រប់គ្នាទាំងកូរ៉េទាំងតៃវ៉ាន់ទាំងហុងកុងទាំងម៉ាឡេទាំងអង់គ្លេសទាំងអាមេរិកគេដាក់ទណ្ឌកម្មគេបង្កកប្រាក់ទាំងអីហ្នឹងសពបែបយ៉ាងតាក់ទងនឹងអ្នកអង្គញាប្រមាណអ្នកនឹងហើយទៅខាងខ្មែរយើងអត់មានសោះហ្មងនិយាយទៅអត់មានការស៊ើបអង្កេតអីមួយឲ្យប្រកាសទេបើយើងមិនមែនថាអត់ប្រកាសទេអត់ដែលឃើញមានការស៊ើបអង្កេតឬក៏
ធ្វើអីដើម្បីយ៉ាងហោចណាស់ក៏លៀងសម្អាតឲ្យគេឈ្មោះអ្នកទាំងអស់នោះវាល្អឬក៏លៀងសម្អាតគេឈ្មោះរបស់កម្ពុជាទាំងមូលមើលទៅហាក់បីដូចជាទុកឲ្យខាងគេចាត់ការទៅយើងមិនចាំបាច់ខ្វល់អានេះដូចរឿងកំ pl ែងមួយអញ្ចឹងថាអ្នកខ្លះចូលចិត្តផ្លិចគេថាធ្វើផ្លិចបងប្អូនបើផ្លិចមកអត់អីទេតែធ្វើផ្លិចជាពិសេសរឿងគេជពាក់លុយអ្នកខ្លះពេលដែលគេជពាក់លុយគឺផ្លិចអូយផ្លិចប៉ុន្តែបើសំទោសជពាក់លុយគេបើជពាក់លុយគេផ្លិចអូយផ្លិចប៉ុន្តែបើគេជពាក់លុយវិញចាំព្រោះគាត់កត់ថាគេបើជពាក់លុយគេក៏អត់កត់ទេគាត់ធ្វើជាផ្លិចឬក៏មិនបាច់កត់ប៉ុន្តែអ្វីដែលជាយុទ្ធសាស្ត្រនៃការដែលជពាក់លុយគេអត់កត់ហ្នឹងឬក៏ផ្លិចក៏ផ្លិចចោះហ្នឹងគឺដោយសារអីអាចពឹងទៅលើម្ចាស់បំណុលដែរគាត់ថាមិនបាច់កត់នាំខាតពេលអីព្រោះអ្នកដែលគេជាម្ចាស់បំណុលគេដែលគេឲ្យលុយយើងខ្ចីហ្នឹងគេកត់ទៅហើយអញ្ចឹងចាំទៅផ្ទៀងផ្ទាត់ទៅឲ្យសងតែគេទៅក៏រួចឲ្យកុំឲ្យនឿយកត់ច្រើនអាចអញ្ចឹងដែរអាចនៅពេលដែលគេចាប់ផ្ដើមចោតប្រកាន់ហ្នឹងគេចោតអស់ហើយអញ្ចឹងយើងមិនបាច់ធ្វើអីទេតែអានេះមិនមែនអញ្ចឹងទេណារួចខ្លួនទេយើងជាម្ចាស់ផ្ទះយើងត្រូវសម្អាតផ្ទះយើងព្រោះឥឡូវគេបតាក់គេបិទក៏ក្រិចពេញផ្ទះយើងហើយអញ្ចឹងគេគិតថាផ្ទះហ្នឹងគឺស្មៅគ្រោកណាអញ្ចឹងយើងត្រូវសម្អាតត្រូវឆ្លោះឲ្យឃើញនៅក្នុងផ្ទះណែថាណែមើលពីក្រៅមកហ្នឹងមិនសំណំទេបើចូលទៅក្នុងមិនដឹងថាហំមិនរបស់គេណាគឺគេសម្អាតស្អាតតែយើងអត់ធ្វើផងតែអញ្ចឹងគេការស្រមៃរបស់គេហ្នឹងគឺថាអូបើស្មៅដោះញុកនៅមុខផ្ទះអាស្អីគេមេលអាសបុតដែលគេយកទៅបោះនៅមុខផ្ទះហ្នឹងរីកប៉ាយគ្មានរៀបដើមឈើដើមស្អីមែកបាក់ធ្លាក់ពេញទឹកពេញដីលបងស្អីហ្នឹងបើកធ្លុះធ្លាយក៏ក្រិចពេញតែមុខផ្ទះជុំវិញផ្ទះហើយទៅការស្រមៃរបស់មនុស្សគ្រប់គ្នាគេថាផ្ទះហ្នឹងទី1គឺបោះបង់ចោលទី2អត់មានមនុស្សនៅហើយបើមានគឺមនុស្សអត់មកយាតចឹងហ្មងមិនដឹងទៅនៅមិនកើតបើវាក៏ក្រិចយ៉ាងនេះដូច្នេះអាហ្នឹងឯងវាគេឌីលយើងណាបងប្អូនអញ្ចឹងយើងត្រូវសម្អាតទៅក៏ប៉ុន្តែថ្ងៃនេះគឺយើងមានរឿងមួយដែលឃើញមានចំណាត់ការរបស់ខាងកម្ពុជាដែរគឺរដ្ឋាភិបាលជាតិកម្ពុជាថ្ងៃនេះចេញសេចក្តីថ្លែងការណ៍មួយឬក៏សេចក្តីប្រកាសព័ត៌មានមួយតាក់ទងនឹងរឿងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងលោកអង្ញាហ៊ុនតូប៉ុន្តែសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជានេះមិនបានបើថាជាចំណាត់ការអីមួយឲ្យដុំកំភួនទេវាហាក់បីដូចជាគ្រាន់តែថាដឹងដែររឿងហ្នឹងកាលពីយូរហើយប៉ុន្តែមួយឆ្នាំកន្លះជាងហើយកាលពីខែកញ្ញាឆ្នាំ2024នោះធ្លាប់ដកអាជ្ញាប័ណ្ណពីគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ឈ្មោះថា Hoi One Pay ឥឡូវខ្ញុំអានឲ្យបងប្អូនជ្រាបពីសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជានេះវិញចុះថ្ងៃទី3ខែធ្នូហ្នឹងគាត់ទៅសេថាធនាគារជាតិនៃកម្ពុជាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ Hoi One Pay ដែលដូរមកសំទោស Hoi One Pay ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការយោងតាមលិខិតចុះថ្ងៃទី25ខែកញ្ញាឆ្នាំ2024 Hoi One Pay ហ្នឹងគឺបានន័យថាបាត់អាជ្ញាប័ណ្ណប្រតិបត្តិការតាំងតែពីខែកញ្ញាឆ្នាំ2025មក24ម្ល៉េះអញ្ចឹងបានតែជាង1ឆ្នាំហើយបើធនាគារជាតិបានបំពេញកាតព្វកិច្ចជំរះបញ្ជីរំលាយគ្រឹះស្ថាននេះតាមនីតិវិធីច្បាប់ចប់ជាស្ថាពរដោយក្រុមហ៊ុនសវនកម្មនឹងមានឈ្មោះ Riches and Partners អីហ្នឹងគេធ្វើតាមគោលការណ៍នីតិវិធីសវនកម្មរបស់គេយោងតាមសេចក្តីសម្រេចចុះថ្ងៃទី19ខែមិថុនា2025របស់ក្រសួងពាណិជ្ជកម្មអញ្ចឹងបានន័យថាមិនក្រុមហ៊ុន Hoi One Pay ដែលមែនតើទៅដំបងឡើយវាជា Hoi One Group គាត់ណាដូរអក្សរ H ហ្នឹងមកជា Hoi One Pay ហើយពេលដែលផ្ដាច់អាជ្ញាប័ណ្ណហើយនៅបើកបានរាប់ខែរាប់ឆ្នាំទៀតឲ្យប្រជាពលរដ្ឋខ្លាចជាជនរងគ្រោះមកកណោះឥឡូវដូរពីអា Hoi One Pay ហ្នឹងមកជា H Pay ទៀតសិតតែ Hoi One Group ហ្នឹងតែមួយគាត់ណាដូរតែឆ្កែវាយសារ៉ាហ្នឹងមកធ្វើឲ្យបើកប្រតិបត្តិការប្រជាពលរដ្ឋនៅតែផុងចាញ់បោកអញ្ចឹងតទៅទៀតអញ្ចឹងអតិថិជនដកលុយយ៉ាងសន្ធាប់ពី H Pay ចុងក្រោយហ្នឹងដែលធ្វើឲ្យធនាគារគាំងទៅប្រតិបត្តិការសាច់ប្រាក់ហ្នឹងក៏បិទទៅឥឡូវប្រកាសថាចាំដល់ដំណើរការរហូតដល់ថ្ងៃ5ខែមករាប្រហែលជាជិត2ខែមិនដឹងថាផ្អាកទៅបានលុយមកពីណាបើសិនជាគេនាំគ្នាសម្រុកឲ្យមានបញ្ហាអាមេរិកអីដាក់ទណ្ឌកម្មដាក់អីចូលក្នុងបញ្ជីខ្មៅបែបនេះតើប្រព័ន្ធហិរញ្ញវត្ថុវាអាចទៅមុខរួចទេអញ្ចឹងដល់ពេលអញ្ចឹងឥឡូវទម្លាក់ផ្លាកទៅទៀត HP អីហ្នឹងគឺទម្លាក់ផ្លាកចេញពីអាគាររបស់គាត់ហើយព្រោះកាលមុននៅដាក់បានទៀតសូម្បីតែដកអាជ្ញាប័ណ្ណដកអីក៏នៅតែមានស្លាកនៅមានអីរហូតតតែអាមេរិករករឿងរហូតតតែពិភពលោកហ្នឹងគេចាប់ផ្ដើមរករឿងបានចាប់ផ្ដើមទម្លាក់ស្លាកហើយនៅពេលដែលអតិថិជនខ្លាចជាជនរងគ្រោះនឹងមិនដឹងប្រមាណពាន់នាក់ដូច្នេះនេះជាសេចក្តីថ្លែងការណ៍ឬក៏សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជានៅពេលនេះគឺមិនបានបន្ថែមអ្វីដើម្បីជាការស៊ើបអង្កេតស្រាវជ្រាវឲ្យស៊ីជម្រៅបន្ថែមទៀតតាមពិតត្រូវតែមានការស៊ើបអង្កេតស៊ីជម្រៅមួយទៀតទៅលើអ្វីដែលជាការបំពានការដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននេះតាំងតែពីថ្ងៃទី25ខែកញ្ញាឆ្នាំ2024ម្លេះតើហេតុអីបានជាក្រុមហ៊ុននេះអាចផ្កើនបំពានលើកស្លាកបានបើទោះបីជារដ្ឋធនាគារជាតិកម្ពុជាដកអាជ្ញាប័ណ្ណតើខ្នងគាត់ក្រាស់ប៉ុណ្ណាបានជាគាត់អាចធ្វើបំពានបែបនេះហើយឥឡូវ
នៅពេលដែលចាប់ពីមុនមកស្រាប់តែជនរងគ្រោះនៃការប្រព្រឹត្តនេះคล้ายទៅជារាប់ពាន់អ្នកបន្ថែមទៅទៀតហើយមានបញ្ហាប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាហើយអាមុខមាត់កម្ពុជាហ្នឹងក៏ស្រអាប់តែយ៉ាងណាអ្វីដែលឮពីធនាគារជាតិនេះគឺគ្រាន់តែថាធនាគារជាតិកម្ពុជាក្រើនរំលឹកដល់សាធារណជនគ្រឹះស្ថានធនាគារហិរញ្ញវត្ថុមេតាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការណាដែលពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូមកដល់នេះធនាគារជាតិកម្ពុជាថាអត់ដែលបានអនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណណាមួយសោះសម្រាប់ទ្រព្យគ្រីបតូតែទ្រព្យគ្រីបតូហ្នឹងក្រុមហ៊ុនរបស់អង្គការ Gen Z ដែលជាទីប្រឹក្សារបស់លោកហ៊ុនសែនហ្នឹងបើកឯងឡើងក៏ក្រើកពេញផ្ទៃប្រទេសបោកដល់ស្រុកអាមេរិកស្រុកយ៉ាណាមានជនរងគ្រោះរាប់លានអ្នករហូតដល់តែអាមេរិកបង្កក់ទ្រព្យសម្បត្តិរឿងរូបិយវត្ថុគ្រីបតូ